បាទសួស្តីបងប្អូនទាំងគ្នានឹងថ្ងៃស្វាគមន៍មកកាន់វីដេអូថ្មីបាទថ្ងៃនេះខ្ញុំសូមនិយាយបន្តិចពាក់ព័ន្ធជាមួយនឹងការរកលុយមើល Facebook បន្ថែមដោយសារតែឃើញបងប្អូនប្រហែលថ្ងៃនេះមានការវែកញែកច្រើនមែនតើពាក់ព័ន្ធជាមួយនឹងការប្រើ bank ខ្មែរក៏ដូចជា payout ខ្មែរ address ខ្មែរនៅក្នុងនោះខ្ញុំមានបទពិសោធន៍ខ្លះដែរពាក់ព័ន្ធជាមួយនឹងប្រើ bank ខ្មែរហើយមានសំណួរជាច្រើនឆាតមកសួរខ្ញុំសួរពាក់ព័ន្ធជាមួយនឹង payout ខ្មែរក៏ដូចជា address ខ្មែរ bank ខ្មែរតើអាចទទួលលុយពី Facebook បានអត់ហើយបច្ចុប្បន្នហ្នឹងតើប្រទេសកម្ពុជាយើងមានសិទ្ធិរកលុយជាមួយនឹង Facebook បានអត់ខ្ញុំមានសំណួរច្រើនមែនតើហើយសួរមកកាន់ខ្ញុំឥឡូវមុននឹងខ្ញុំប្រាប់ពីបទពិសោធន៍ហ្នឹងខ្ញុំចង់ឲ្យបងប្អូនមកស្ដាប់ខ្ញុំជជែកជាមួយនឹង Jamie 9 បន្តិចសិនហើយចាំយើងទៅមុខបន្តសួស្តីតើខ្ញុំអាចជួយអ្វីបានទេខ្ញុំចង់ដឹងរឿងខ្លះៗពាក់ព័ន្ធជាមួយនឹងការរកលុយជាមួយ Facebook តើអ្នកអាចជួយខ្ញុំបានអត់ជាការពិតណាស់ Facebook មានវិធីជាច្រើនដែលអ្នកអាចរកលុយបានតើអ្នកចង់ដឹងអំពីវិធីណាមួយជាពិសេសដែរឬទេដូចជាការលក់ផលិតផលការផ្សាយពាណិជ្ជកម្មឬមួយក៏ការបង្កើនមាតិកាខ្ញុំគ្រាន់តែចង់ដឹងថាតើបច្ចុប្បន្នប្រទេសកម្ពុជាមានសិទ្ធិរកលុយជាមួយនឹង Facebook បានហើយនៅបាទឥឡូវនេះប្រទេសកម្ពុជាអាចរកលុយជាមួយនឹង Facebook បានហើយប៉ុន្តែដើម្បីរកលុយបានអ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែល Facebook នេះដាក់នៅតើអ្នកចង់ដឹងលម្អិតតែប៉ងនឹងលក្ខខណ្ឌដែរនោះប៉ុន្តែខ្ញុំបានចូលទៅមើលនៅក្នុង list របស់ Facebook Support ខ្ញុំឃើញថាប្រទេសកម្ពុជាមិនទាន់មានឈ្មោះនៅក្នុង list របស់ Facebook ដែលអនុញ្ញាតឲ្យរកលុយបានទេខ្ញុំយល់ពីលក្ខខណ្ឌរបស់ Facebook បានហើយដោយសារលក្ខខណ្ឌទាំងនេះអាចមានការផ្លាស់ប្ដូរខ្ញុំណែនាំឲ្យអ្នកស្ពីនិតមើលព័ត៌មានចុងក្រោយបំផុតពី Facebook Support ដោយផ្ទាល់តើអ្នកចង់ឲ្យខ្ញុំជួយរក link ទៅកាន់ផ្នែកនោះទេអត់ទេខ្ញុំគ្រាន់តែចង់ដឹងថាបច្ចុប្បន្នតើប្រទេសកម្ពុជានឹងមានសិទ្ធិរកលុយជាមួយនឹង Facebook បាននៅយោងតាមប្រភពព័ត៌មានធានាបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានសិទ្ធិរកលុយជាមួយនឹង Facebook បានពេញលេញឡើយទេដូចជាការផ្សាយពាណិជ្ជកម្មនៅក្នុងវីដេអូជាដើមប៉ុន្តែអ្នកអាចសិក្សាពីការរកលុយតាម page Facebook ដែលប្រយោជន៍ដូចជាការលក់ផលិតផលការផ្ដល់សេវាកម្មផ្សេងៗតើអ្នកចង់ដឹងលម្អិតពីចំណុចណាមួយផែនទៀតទេអូខេអញ្ចឹងបងប្អូនបានលឺហើយសូម្បីតែ Gemini ក៏អត់ច្បាស់ដែរពេលខ្លះគាត់បានប្រាប់យើងថាប្រទេសកម្ពុជាអាចរកលុយបានជាមួយនឹង Facebook អនុញ្ញាតអីចឹងទៅប៉ុន្តែពេលដែលយើងសួរឲ្យស៊ីជម្រៅទៅគឺគាត់ថាមិនទាន់អនុញ្ញាតឲ្យរកលុយបានទេជាក់ស្ដែងខ្ញុំបានចូលទៅមើលនៅក្នុងFacebook Support គេហៅថាប្រទេសដែល eligible country ជាមួយនឹងការរកលុយមួយ Facebook ខ្ញុំឃើញថាប្រទេសកម្ពុជាយើងគឺអត់ទាន់មានឈ្មោះនៅក្នុងហ្នឹងទេសូម្បីតែប្រទេសវៀតណាមក៏អត់ទាន់មានដែរអញ្ចឹងត្រឡប់មកវិញខ្ញុំចង់ឲ្យបងប្អូនគិតសារថ្មីវិញហើយខ្ញុំក៏ឃើញបងប្អូនយើងមួយចំនួនគាត់បានចែកម្លែកពាក់ព័ន្ធជាមួយនឹងការ set up ដាក់ payout ខ្មែរ country Cambodia ក៏ដូចជា address ខ្មែរយើងហ្នឹងហើយជាមួយនឹង bank ខ្មែរឃើញថាគាត់ធ្វើបានអញ្ចឹងទៅហើយគាត់ចែកម្លែកអញ្ចឹងទៅអានេះគឺជារឿងរបស់គាត់ប៉ុន្តែបើសួរខ្ញុំថាបើឃើញបងប្អូនយើងគាត់ធ្វើបានអញ្ចឹងតើយើងគួរធ្វើតាមគាត់អត់អានេះបើនិយាយពីចម្លើយវាអាស្រ័យទៅលើបងប្អូនដែលចង់តែបើសម្រាប់ខ្ញុំគឺអត់ទេbank ខ្មែរខ្ញុំ recommend ឲ្យប្រើប៉ុន្តែបើការដាក់ country ដំបូង set up ដំបូងយើងមិនរើប្រទេសបើសិនជាបងប្អូនអាចបងប្អូនដាក់ address នៅក្រៅប្រទេសទៅល្អជាងបាទហេតុអីបើខ្ញុំនិយាយអញ្ចឹងបងប្អូនត្រូវដឹងថា payout បើសិនជាយើងរើស country ដំបូងបងប្អូនដាក់ប្រទេសណាគឺប្រទេសហ្នឹងរហូតហើយมันអាចឲ្យឆេងបានទេប៉ុន្តែបើសិនជាបងប្អូនបដូរ bank ដាក់ bank ខ្មែរដំបូងឧទាហរណ៍ថាបើសិនជា payout បងប្អូននឹងមានបញ្ហាអញ្ចឹងបងប្អូនអាចបដូរ bank នៅពេលណាក៏បានហើយបដូរប្រហែលដងក៏បានបដូរដាក់ bank អីក៏បានវាខុសគ្នាត្រង់payout ប្រទេសដំបូងតែបងប្អូនដាក់ Cambodia គឺ Cambodia រហូតហើយឧទាហរណ៍សិនបើសិនជា Facebook update ឃើញថាប្រទេសកម្ពុជាយើងវាអត់អនុញ្ញាតឲ្យរកលុយពិតប្រាកដមែនបងប្អូនគឺស្បៃជ្រក់ហើយយើងកន្លែងហ្នឹងដែលត្រូវឲ្យបងប្អូនគិតសារថ្មីវិញហើយមួយទៀតបទពិសោធន៍ដែលខ្ញុំចង់និយាយហ្នឹងខ្ញុំក៏ធ្លាប់ទទួលលុយពី Facebook តាមរយៈ bank ខ្មែរដូចគ្នាខ្ញុំប្រើ Aclida បាទគឺ page ធម្មតាធ្លាក់លុយធម្មតាប៉ុន្តែខ្ញុំប្រើជាមួយនឹង EIN អញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់ធ្វើ MMO ពីគេហៅថាសេរីចាស់ហ្នឹងគាត់ស្គាល់ថា EIN ហ្នឹងគឺជាអ្វី EIN គឺជាព័ត៌មាននៅក្រៅប្រទេសបាទ EIN បូកជាមួយនឹង bank ខ្មែរគឺ page ធម្មតាធ្លាក់លុយធម្មតាហើយខ្ញុំបានសាក់លបងហើយ100%ខ្ញុំហ៊ានធានាថាធ្លាក់ធម្មតា page ធម្មតា
ប៉ុន្តែខ្ញុំអត់ recommend ឲ្យដាក់ប្រទេសកម្ពុជានៅ payout ដំបូងទេខ្ញុំគ្រាន់តែឲ្យដាក់ត្រឹមតែ bank ទៅបាទអានេះគឺជាបទពិសោធន៍ដែលខ្ញុំប្រើកន្លងមកតែបើសិនជាបងប្អូនចង់សាកជារឿងបុគ្គលតែអានេះខ្ញុំចែករំលែកនេះគឺជាអ្វីដែលខ្ញុំធ្លាប់ចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបតែប៉ុណ្ណឹងអ្វីដែលខ្ញុំធ្លាប់ជួបគឺខ្ញុំប្រាប់រឿងពិតរឿងមិនពិតខ្ញុំអត់ចែករំលែកទេបាទអញ្ចឹងត្រឡប់មកវិញវីដេអូហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាបងប្អូនស្ដាប់ហើយនឹងយល់ហើយយកទៅគិតហើយបើសិនជាបងប្អូនចង់សាកក៏សាកបានហើយបងប្អូនចង់ធ្វើតាមខ្ញុំក៏អាចធ្វើបានពីព្រោះធ្វើតាមខ្ញុំប្រើ address ក្រៅប្រទេសទេខ្ញុំអត់ដាក់ address ខ្មែរទេប៉ុន្តែ bank គឺខ្ញុំដាក់ bank ខ្មែរគឺបានជោគជ័យ 100% បាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងយើងនឹងជួបគ្នានៅវីដេអូក្រោយខ្ញុំអាចនឹងមានពេលខ្ញុំនឹងបញ្យល់ថា EIN ហ្នឹងគឺជាអ្វី